ដោយសារតែមានបងប្អូនច្រើនខ្លាំងមែនតើគ្រប់ត្រខ្ញុំធ្វើវីដេអូផ្លូវទៅដំណាក់រាជវង្សដែលនៅទូកមាសយើងហ្នឹងឥឡូវគឺខ្ញុំធ្វើឲ្យបងប្អូនទាំងអស់គ្នាសម្រាប់ទីតាំងនេះដែរបងប្អូនទាំងអស់គ្នាគឺខ្ញុំចាប់ផ្ដើមទៅពីខាងផ្សារទូកមាសតែម្ដងបងប្អូនទាំងអស់គ្នានេះដែរគឺជាខាងផ្សារទូកមាសរបស់យើងហើយសម្រាប់ដំណាក់រាជវង្សនេះដែរគឺអត់ឆ្ងាយពីទូកមាសមែនទេបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលគាត់ចង់លក្ខណៈបែប relax លក្ខណៈបែបគ្រួសារអីគឺអាចទៅបានណាហើយនៅក្នុងវីដេអូនេះដែរបងប្អូនទាំងអស់គ្នាខ្ញុំក៏អធិស្ឋានខ្លាំងមែនតើបើសិនជាករណីវីដេអូនេះអត់សូវច្បាស់ឬមួយក៏មានកំហុសខុសឆ្គងថងកន្លែងណាក៏សូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីក៏ដូចជាអធិស្ឋានឲ្យខ្ញុំផងដោយសារតែវីដេអូនេះគឺខ្ញុំថតចេញពីឡានហើយវាយ៉ាងចំណាំងផ្លានទីងទួយអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបន្តពីខាងផ្សារទូកមាសនេះដែរបងប្អូនទាំងគ្នាគឺយើងនៅតែបន្តការទៅត្រង់ដដែលបងប្អូនទាំងគ្នាមកដល់ផ្លូវវិញក៏យើងនៅតែទៅមុខដែរដោយសារតែខាងដំណាក់រាជវង្សគឺត្រូវចូលតាមផ្លូវ KC មែនណាបងប្អូនទាំងអស់គ្នាហើយនៅកន្លែងគាត់ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនបងប្អូនទាំងគ្នាដោយសារតែបកាទេកន្លែងខ្លះគឺគាត់ធ្វើកន្លែងលេងអត់ទាន់ហើយប៉ុន្តែស្អាតខ្លាំងមែនទែនមានតាំងពីការធាក់ទាទឹកក៏ដូចជាកន្លែងក្មេងលេងច្រើនខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ស្រឡាញ់ខាងវិស័យកីឡាបាល់ទាត់ដែរក៏គាត់មានតារាងបាល់ទាត់ដែរនេះអញ្ចឹងសម្រាប់បងប្អូនដែលគាត់នៅចិត្តទូកមាសឬមួយក៏គាត់ជីកាត់អាចកុំភ្លេចទៅលេងទាំងអស់គ្នាណាហើយសម្រាប់ផ្លូវចូលបងប្អូនទាំងគ្នាឃើញផ្លាកស៊ីម៉ង KC មែនហ្នឹងហើយបងប្អូនចូលទាំងអស់គ្នាគឺចូលតាមផ្លូវហ្នឹងទៅឲ្យត្រង់រហូតទៅដល់កន្លែងណាត្រូវបាត់ខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាតទៀតណាហើយខ្ញុំបញ្ជាក់បន្តិចដែរបងប្អូនទាំងអស់គ្នាវីដេអូនេះគឺខ្ញុំអត់ទទួលបាន sponsor ឬមួយក៏អីទេតែខ្ញុំធ្វើនេះគឺខ្ញុំធ្វើចេញពីចិត្តតែម្ដងដោយសារតែកន្លែងគាត់គឺស្អាតហើយខ្ញុំចង់ណែនាំឲ្យបងប្អូនទាំងអស់គ្នានៅក្នុងស្រុកក៏ដូចជានៅចិត្តហ្នឹងអាចទៅលេងទាំងអស់គ្នាបានអាចជួយគ្រប់គ្រងខាងខ្មែរយើងដូចគ្នាបានអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយសម្រាប់ការទៅនេះបងប្អូននៅតែបន្តដំណើរនៅក្នុងផ្លូវរបស់រោងចក្រ KC មែនហ្នឹងបងប្អូននៅទៅត្រង់រហូតអត់មានបត់ទៅណាបងប្អូនទាំងអស់គ្នាដោយសារតែទៅដល់មុខតិចទៀតទៅមានកន្លែងបត់ណាបងប្អូនហើយសម្រាប់ផ្លូវទៅដំណាក់រាជវង្សនេះដែរបងប្អូនទាំងអស់គ្នាអត់មានការលំបាកអីទេផ្លូវទៅស្រួលតែម្ដងសូម្បីតែចូលផ្លូវលំក៏ស្រួលដែរបងប្អូនទាំងគ្នាអត់មានផ្លូវពិបាកអីទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ដងក៏គាត់អាចតាមដានវីដេអូនេះបន្តបានណាបងប្អូនទាំងគ្នាខ្ញុំនឹងដាក់បន្តឲ្យរហូតហើយបងប្អូនទាំងគ្នានៅតែបន្តការទៅត្រង់មកដល់នេះបងប្អូនទាំងគ្នាចិត្តដល់ភ្នំ KC មែនហ្នឹងបងប្អូនទាំងគ្នានឹងឃើញខ្លងទ្វារវត្តមួយក៏ដូចជាស្លាកដំណាក់រាជវង្សដែលគាត់ដាក់នៅខាងស្ដាំដៃហ្នឹងបងប្អូនទាំងគ្នាបត់ចូលមកតាមខ្លងទ្វារវត្តហ្នឹងរួចក៏បន្តមកតាមផ្លូវលំសម្រាប់ផ្លូវលំនេះដែរបងប្អូនទាំងគ្នាអត់មានការលំបាកអីទេបងប្អូនជិះឡានឬមួយក៏ជិះម៉ូតូក៏អាចមកបានដែរនេះតាមខ្ញុំមើលជាក់ស្ដែងអញ្ចឹងណាបងប្អូនទាំងគ្នាមានការលំបាកអីទេដោយសារតែគាត់ធ្វើផ្លូវនេះល្អខ្លាំងមែនតើបងប្អូនទាំងគ្នាបន្តមកតាមផ្លូវលំផ្លូវលំនឹងតែម្ដងផ្លូវលំធំហ្នឹងបងប្អូនបត់មកតាមផ្លូវលំហ្នឹងពីដំបងបងប្អូនទាំងគ្នាបត់ឆ្វេងបន្ទាប់មកក៏បត់ស្ដាំហើយបងប្អូនទាំងគ្នានឹងដល់កន្លែងដំណាក់រាជវង្សនឹងតែម្ដងហើយចូលដល់ខាងដំណាក់រាជវង្សនឹងបងប្អូនទាំងគ្នាគឺខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែនពីដំបូងគឺតារាងបាល់ទាត់នឹងតែម្ដងសម្រាប់បងប្អូនគាត់មានដៃគូគាត់ចូលចិត្តលេងបាល់ហើយគឺគាត់អាចមកទាត់បាល់លើនេះបានណាតារាងរបស់គាត់ធំស្អាតខ្លាំងមែនទែនខ្ញុំឃើញមានអូនគាត់ទៅលេងដែរហើយសម្រាប់បងប្អូនគាត់អត់ទាត់បាល់ឬមួយក៏មានគ្រូសាមានអូនតូចចង់ចូលលេងអីអាចមកលេងបាននេះគាត់កំពុងតែធ្វើអាងទឹកដែរបងប្អូនទាំងអស់គ្នាហើយនឹងអាចមានកន្លែងក្មេងលេងនៅថ្ងៃខាងមុខដែរសម្រាប់ការចូលរបស់ខ្ញុំនេះដែរគឺខ្ញុំឃើញកន្លែងគាត់ស្អាតហើយបែបធម្មជាតិខ្លាំងមែនទែនហើយសម្រាប់ការញ៉ាំអីគឺតម្លៃសមរម្យខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាគាត់គិតតម្លៃអត់ថ្លៃទេសម្រាប់ម្ហូបញ៉ាំក៏ដូចជាភេសជ្ជៈដែលមាននៅក្នុងនឹងអញ្ចឹងហើយខ្ញុំឃើញគាត់កំពុងសាងសង់បន្តច្រើនខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាខ្ញុំឮថាថ្ងៃខាងមុខគាត់នឹងមានហាងកាហ្វេក៏ដូចជាកន្លែងរបស់យើង Steam Zone អញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតម្រូវការច្រើនចូលចិត្តដើរលេងចង់ដើរលេងកន្លែងថ្មីៗនៅតំបន់ខាងទូកមាសអីកុំភ្លេចទៅលេងបានយើងជួយគ្រប់គ្រងក្នុងស្រុករបស់យើងបងប្អូនទាំងគ្នាអត់មានណាគេដូចនៅក្នុងស្រុករបស់យើងអញ្ចឹងមានតែយើងនឹងឲ្យជួយគ្រប់គ្រងផលិតផលក្នុងស្រុកក៏ដូចជាការបង្កើតនៅក្នុងស្រុករបស់យើងអញ្ចឹងណាបងប្អូនទាំងគ្នាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះហើយបើសិនមានការខុសឆ្គងអីក៏សូមអធិស្ឋានផងណាបងប្អូនទាំងគ្នា